តោះដល់ម៉ោងចូលរៀនហើយក្មេងៗមនុស្សស្រីម្នាក់ស្លៀកពាក់ស្អាតទំនងដូចជាអ្នកគ្រូស្រែកប្រកាសក្តែងទៅកាន់សិស្សានុសិស្សទាំងអស់ថាដល់ម៉ោងចូលរៀនហើយនៅទីនេះមិនមានជួងឬកណ្ដឹងប្រើទេសាលាក្រីក្រយ៉ាប់ដល់ថ្នាក់នេះឬជាទូទៅសាលានៅស្រុកស្រែភាគច្រើនគេមានជួងសម្រាប់ប្រើតែនេះអត់មានប្រហែលជាគេខ្ជិលដាក់ឬក៏ចោលលួចបាត់ហើយមើលទៅខ្ញុំប្រញាប់រត់រះចូលទៅក្នុងសាលារៀនរបស់ខ្ញុំដែលលោកគ្រូម្នាក់ធ្លាប់ណែនាំកាលពីខ្ញុំមកចុះឈ្មោះនៅទីនេះលើកដំបូងខ្ញុំរៀននៅថ្នាក់ទី 8F ជាថ្នាក់ចុងក្រោយសម្រាប់ថ្នាក់ទី 8បន្ទប់រៀនរបស់ខ្ញុំធំទូលាយសម្រាប់សិស្ស50នាក់ប៉ុន្តែនៅក្នុងថ្នាក់របស់ខ្ញុំមានតែ13នាក់ប៉ុណ្ណោះចម្លែកមែនជាទូទៅលោកគ្រូអ្នកគ្រូប្រកាសជាលៃលកឲ្យសិស្សមានចំនួនស្មើគ្នាហើយចុះមិនក៏ចម្លែកតែថ្នាក់ចុងក្រោយគេបែបនេះមានតែ13នាក់គ្នាតិចតែមួយគួរឲ្យខ្លាចណាស់តាមពិតទៅខ្ញុំមិនខ្លាចអីនោះទេប៉ុន្តែបើសិស្សតិចពេកវាធ្វើឲ្យខ្ញុំងងុយគេងទៅវិញទេនៅពេលដែលអង្គុយរៀនបែបនេះសួស្ដីសិស្សស្រីម្នាក់កាត់សក់ក្តោបខ្លីមានរង្វង់មុខស្អាតផូរផង់ប៉ុន្តែនាងមានសម្លៀកបំពាក់ឡើងចាស់ផុសភ្លុកមើលទៅនាងក៏ក្រិចណាស់ខ្ញុំញញឹមដាក់នាងតាមការគួរចាសសួស្ដីឲ្យខ្ញុំអង្គុយជាមួយឯងផងបានទេនាងស្នើឡើងខណៈពេលដែលខ្ញុំមិនទាន់បាននិយាយអីផងនាងក៏អង្គុយចុះធ្វើប្រងើយមិនអីទេបើឯងមិននិយាយបានន័យថាឯងយល់ព្រមហើយខ្ញុំបានត្រឹមតែស្ងប់ស្ងាត់ទៅតាមចរិតរបស់ខ្ញុំព្រោះខ្ញុំមិនខ្វល់ស្រាប់ហើយបើគេរាប់អានខ្ញុំក៏រាប់អានគេវិញបើគេមិននិយាយរកខ្ញុំក៏មិននិយាយរកគេវិញដែរនៅក្នុងថ្នាក់រៀនរបស់ខ្ញុំមានសិស្សប្រុស8នាក់និងសិស្សស្រីចំនួន7នាក់បូកទាំងខ្ញុំគ្រូមិនមកទេមើលទៅគាត់ឧស្សាហ៍ជាប់រវល់ណាស់សុកនាងក៏រអួលខ្ញុំបានដឹងនាងឈ្មោះអីរីតាចុះអញវិញម៉ាយ៉ាខ្ញុំឆ្លើយខ្លីៗបន្ទាប់មកនាងក៏ញញឹមចេញថ្មិញសស្គុះគួរឲ្យស្រឡាញ់រីតានិយាយបន្ថែមគ្រូមិនមកទេតោះទៅក្រៅទិញអីញ៉ាំដែរទេខ្ញុំគ្រូវីក្បាលទាំងខ្ជិលច្រអូសអត់ទេនាងទៅចុះអត់ទៅតែកុំដើរទៅណាឆ្ងាយម្នាក់ឯងណាហេតុអីទៅគ្មានអីទេឲ្យឯងចេះប្រយ័ត្នប្រយែងខ្លួននឹងណាខ្ញុំងក់បាល់រីតាស្ទុះងើបឈរហើយដើរចេញទៅក្រៅជាមួយមិត្តភក្តិដទៃទៀតរបស់នាងខ្ញុំមើលតាមនាងបន្តិចហើយក៏អង្គុយចុះមកវិញពួកគេចេញទៅអស់ហើយនៅក្នុងបន្ទប់នៅសល់តែខ្ញុំម្នាក់ឯងតែប៉ុណ្ណោះខ្ញុំដើរទៅលេងមាត់បង្អួចដើម្បីសម្លឹងមើលទស្សនវិជ្ជាជុំវិញសាលាចង់អាគារនៅឆ្ងាយដាច់ពីគេពីឯងនោះជាអ្វីទៅជាបណ្ណាល័យត្រូវហើយប្រហែលជាបណ្ណាល័យព្រោះឃើញមានសរសេរអក្សរឆ្លាក់ធំនៅពីមុខបន្ទប់ខ្ញុំប្រញាប់ដើរចេញពីថ្នាក់រៀនហើយដើរសំដៅទៅបណ្ណាល័យនោះយ៉ាងលឿនខ្ញុំជាមនុស្សស្ងប់ស្ងាត់ដូច្នេះការអានសៀវភៅគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីតូចមកម្ល៉េះខ្ញុំដើរតាមផ្លូវតូចមួយតែគេដាក់ដុំថ្មតម្រៀបគ្នាជាជួរដើម្បីឲ្យបានផ្លូវទៅដល់បណ្ណាល័យនោះនៅតាមសងខាងផ្លូវក៏មានដាំផ្កាម៉ងដំពណ៌ក្រហមសលឿងយ៉ាងស្រស់ស្អាតគួរឲ្យគយគន់ខ្ញុំឈរសម្លឹងមើលផ្កាដែលគេដាំជាជួរនោះបន្តិចរួចក៏បន្តដំណើរមកទៀតទាំងមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែតាមខ្ញុំងាកក្រោយជារឿយប៉ុន្តែពុំមានឃើញអ្វីប្លែកនោះទេណាមួយនៅទីនេះពុំសូវជាស្ដុកអីប៉ុន្មានទេដូច្នេះបើសិនជាមាននរណាម្នាក់តាមនោះខ្ញុំប្រកាសជាដឹងចម្ងាយមកបណ្ណាល័យនេះវាដូចជារៀងឆ្ងាយដែរមិនដឹងថាហេតុអ្វីលោកគ្រូអ្នកគ្រូសម្រាប់ដាក់បណ្ណាល័យនៅឆ្ងាយបែបនេះប្រហែលជាគ្មានអ្នកណាគេចូលទៅអានទេមើលទៅ
ខ្ញុំដើរមកដល់ចិត្តបណ្ណាល័យក៏មានដើមឈើធំធំចំនួន2ដើមនៅក្បែរនោះខ្ញុំឈប់សម្រាកនៅក្រោមដើមឈើបន្តិចហើយក៏សម្រេចចិត្តឡើងជណ្ដើរទាំងមិនភ្លេចអើតមើលឆ្វេងស្ដាំស្ងាត់ដល់ហើយទីនេះមិនសមជាបណ្ណាល័យសោះផាំងខ្ញុំភ្ញាក់យ៉ាងខ្លាំងនៅពេលដែលសុកសុកបងអួចក៏ត្រូវវាយបោកដោយខ្យល់មកពីណាក៏មិនដឹងតែច្បាស់ណាស់ដូចជាគ្មានខ្យល់អីនោះទេហេតុអ្វីក៏បងអួចបោកបានប្រហែលជាមាននរណាម្នាក់នៅក្នុងនោះច្បាស់ណាស់ខ្ញុំសម្រេចចិត្តដើរលបចូលទៅក្នុងបណ្ណាល័យដ៏សែនចាស់ទ្រុឌទ្រោមខុសពីបណ្ណាល័យនៅទីក្រុងដាច់ស្រឡះខ្ញុំគោះទ្វារមុននឹងជៀនជើងចូលទៅព្រោះវាជាសជីវធម៌មិនថាទីនោះមានមនុស្សឬគ្មានមនុស្សទេសួស្តីខ្ញុំស្រែកលឺបំណងឲ្យអ្នកដែលនៅខាងក្នុងបានដឹងពីវត្តមានរបស់ខ្ញុំអាចចូលទៅបានទេស្ងាត់ជ្រាមខ្ញុំសម្លឹងមើលតុដែលនៅជាប់មាត់ទ្វារមានកៅអីសម្រាប់អង្គុយនិងមានសៀវភៅសម្រាប់សម្រង់អវត្តមានតែខ្ញុំគួរទៅចុះឈ្មោះដែរទេណោះគួរទៅចុះទៅប្រហែលជាបណ្ណារៈគាត់ជាប់រវល់តណាហើយមើលទៅបានជាមិននៅកន្លែងបែបនេះនោះខ្ញុំទាញសៀវភៅយកមកសរសេរប៉ុន្តែនៅលើសៀវភៅសុទ្ធតែធូលីដីយ៉ាងក្រាស់គ្មានអ្នកណាសម្អាតទេឬប្រហែលជាមិនសូវមានសិស្សហើយបានជាអញ្ចឹងណាមួយពេលគ្មានសិស្សក៏គ្មានបណ្ណារៈបែបហ្នឹងទៅខ្ញុំឆ្លៀតមើលឈ្មោះអ្នកដែលមកមុនគេឃើញមានឈ្មោះរស្មីភេទស្រីចុះថ្ងៃទីថ្ងៃទីនេះវាកន្លងហួសទៅ1ខែហើយអញ្ចឹងបានន័យថាគ្មានអ្នកមកទីនេះ1ខែហើយតាតែមិនអីទេប្រហែលជាអ្នកនៅទីនេះគេមិនសូវចូលចិត្តអានសៀវភៅហើយមើលទៅខ្ញុំចុះឈ្មោះរួចហើយក៏ខ្ញុំដើរចូលទៅក្នុងបណ្ណាល័យដែលមានទំហំធំប្រហែលនឹងបន្ទប់រៀន2ដងអាយ៉ាធំគ្រាន់បើដែរតាសៀវភៅត្រូវបានគេតម្រៀបដាក់ជា3ជួរចំកណ្ដាលអគារដែលក្នុងមួយជួរមានទាំងសងខាងដូច្នេះវាក៏មានសៀវភៅច្រើនគួរសមនឹងហើយខ្ញុំញញឹមបិទមាត់មិនចិត្តទេនៅពេលដែលឃើញសៀវភៅបែបនេះនៅគៀនក៏មានតុនិងកៅអីសម្រាប់អង្គុយអានយ៉ាងមានរបៀបខ្ញុំដើរមើលតាមច្រកនីមួយទាំងចាប់អារម្មណ៍ខ្លាំងសៀវភៅនៅទីនេះច្រើនណាស់ប៉ុន្តែហេតុអ្វីក៏គ្មានអ្នកមកអានសៀវភៅអញ្ចឹងឬមួយមកពីវាឆ្ងាយពេកបានជាគេខ្ជិលមកខ្យល់វិញម្យ៉ាងបោកកាត់ខ្ញុំឡើងក្តៅងុំវាជាចំហាយក្តៅដោយសារតែវាជារដូវក្តៅម៉ាក្តៅរបស់រដូវនេះប៉ុន្តែខ្ញុំថាជាមនុស្សច្រើនជាងដែលដើរកាត់ខ្ញុំបំបាញ់មិញនេះសួស្តីមានអ្នកណានៅទីនេះមែនទេខ្ញុំចេះតែស្រែកសួរព្រោះមិនច្បាស់ក្នុងចិត្តថាមាននរណាឬអត់ព្រោះវាអាចជាខ្យល់ចេញមកពីមាត់បងអួចក៏ថាបានព្រឹបសម្រាប់ជើងរត់របស់នរណាម្នាក់រត់ពីក្រោយខ្នងខ្ញុំងាកមើលយ៉ាងរហ័សតែមើលឃើញមួយស្រឡាងថាជាក្មេងស្រីវ័យប្រហែលនឹងខ្ញុំរត់ទៅឈរនឹងជួរសៀវភៅផ្នែកម្ខាងទៀតអ្នកណាគេបន្ទាប់មកសំលេងសើចយ៉ាងក្រលួចលាន់ឡើងខ្ញុំចាប់ផ្ដើមព្រឺសម្បល់ឡើងហើយគិតដល់រឿងអាក្រក់ដែលនឹងកើតឡើងជាច្រើនចំពោះមុខខ្ញុំនៅពេលនេះខ្មោចតែនេះពេលថ្ងៃទេខ្មោចអាណាចេញទាំងថ្ងៃមានខ្មោចអាណាចេញទាំងថ្ងៃនោះទេខ្ញុំភ្ញាក់ស្ទើរដាច់ផ្ងានៅពេលដែលខ្ញុំកំពុងតែភ័យហើយនាងម្នាក់នោះបែរជាមកស្រែកខ្លាំងក្បែរត្រចៀករបស់ខ្ញុំស្រែកចាចហើយយកដៃខ្ទប់ភ្នែករបស់ខ្ញុំជួយផងខ្មោចសំឡេងខ្សោយឡើងក្រលួចលាន់លឺម្ដងទៀតបន្ទាប់មកក៏លឺសម្រាប់ជើងដែលចេញពីខ្ញុំទៅអង្គុយនៅតុដែលនៅក្បែរនោះមកអានសៀវភៅឬខ្ញុំយកដៃចេញពីភ្នែកហើយសម្លឹងមើលក្មេងស្រីម្នាក់នោះដែលមានសតិដូចជាមិនសូវគ្រប់កំពុងតែអង្គុយអានសៀវភៅធ្វើប្រងើយទាំងមិនខ្វល់ពីខ្ញុំនាងមិនមែនជាខ្មោចនោះទេ
ប៉ុន្តែហេតុអ្វីក៏មានអារម្មណ៍ថានាងគួរឲ្យខ្លាចម្ល៉េះនិយាយអ្វីប្លែកៗគួរឲ្យសង្ស័យខ្ញុំមិនមែនជាមនុស្សដែលប្លែកអីនោះទេខ្ញុំឈរស្ងៀមឆ្កឹងនឹងដឹងរឿងក្នុងចិត្តរបស់ខ្ញុំឬអូព្រះខ្ញុំចាប់ផ្ដើមភ័យនៅរឿងចំពោះមុខនេះហើយនេះជានរណាហេតុអីក៏ប្លែកបែបនេះតែយកសៀវភៅមួយក្បាលហើយអង្គុយចុះក្បែរខ្ញុំមកអត់ទេខ្ញុំចង់ត្រឡប់ទៅវិញខ្ញុំបែរខ្នងបំរុងនឹងទៅវិញតែនាងនិយាយខាត់ក្រែងចង់មកអានសៀវភៅអីនេះហើយគឺជាឃ្លាំងសៀវភៅបើមិននៅអាននាងចង់ទៅណាវិញខ្ញុំឈប់បន្តិចក៏អេះអុញមើលទៅនាងគ្រាន់តែចម្លែកប៉ុន្តែប្រហែលមិនមែនជាខ្មោចនោះទេខ្ញុំជិតដល់ម៉ោងចូលរៀនហើយគ្រូមិនមកទេម៉ាយ៉ាខ្ញុំបើកផ្នែកធំនៅពេលដែលនាងហៅឈ្មោះរបស់ខ្ញុំបែបនេះមិនក៏ស្គាល់ឈ្មោះរបស់ខ្ញុំឃើញនៅក្នុងសៀវភៅសម្រងអវត្តមានអំបញ្ញមិញដូចជាគ្មានឃើញនរណាម្នាក់នៅក្បែរតុសម្រងអវត្តមាននោះទេព្រោះខ្ញុំនៅក្បែរនឹងតែរហូតសោះចុះមិនក៏នាងលឿនជាងការគិតរបស់ខ្ញុំទៅទៀតណោះខ្ញុំដើរវឹងទៅមើលសៀវភៅសម្រងអវត្តមានស្រាប់តែឃើញមានឈ្មោះរស្មីសរសេរនៅពីក្រោមឈ្មោះរបស់ខ្ញុំនាងគឺរស្មីគេងក់ក្បាលហើយដៀងផ្នែកសម្លក់មកខ្ញុំយ៉ាងគួរឲ្យខ្លាចត្រូវហើយនាងរៀននៅថ្នាក់ណាទេសើចប៉ុន្តែទេសាយរបៀបគួរឲ្យខ្លាចជាទីបំផុតខ្ញុំធ្លាប់ជាសិស្សថ្នាក់ទី 8F អូថ្នាក់ជាមួយខ្ញុំដែរតាអញ្ចឹងបានន័យថានាងឈប់រៀនហើយគេងក់ក្បាលហើយបែរទៅអានសៀវភៅរបស់គេធ្វើមិនដឹងសូមសរសើរនាងហើយទោះបីជានាងឈប់រៀនហើយក៏នៅតែមកអានសៀវភៅទៀតប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺនាងនៅតែស្លៀកពាក់ឯកសណ្ឋានសាលាទៀតចុះហេតុអ្វីក៏នៅតែស្លៀកពាក់ដូចជាសិស្សសាលាទៀតអញ្ចឹងគេអោនមើលសម្លៀកបំពាក់គេបន្តិចហើយបែរទៅអានសៀវភៅវិញព្រោះខ្ញុំមានតែមួយឈុតនឹងចង់បដូរក៏បដូរមិនបានសម្លៀកបំពាក់របស់ខ្ញុំចាស់ណាស់ហើយតែគ្មានអ្នកណាគេមកចាប់អារម្មណ៍នឹងផ្ញើរបស់ថ្មីឲ្យខ្ញុំនោះទេផ្ញើយ៉ាងម៉េចនាងគ្មានសាច់ញាតិឬបងប្អូននៅទីនេះទេឬមានតែពួកគេមិនខ្វល់កាន់តែនិយាយកាន់តែមិនយល់នាងនិយាយថាផ្ញើធ្វើមើលតែនាងមិនធ្លាប់នៅផ្ទះអញ្ចឹងខ្ញុំចាប់យកសៀវភៅប្រវត្តិសាស្ត្រមួយយកមកអានហើយដើរអង្គុយនៅតុឆ្ងាយពីនាងបន្តិចសុកនាងក៏និយាយឡើងអានសៀវភៅនៅទីនេះនាងត្រូវចំណាយពេលច្រើនណាស់ខ្ញុំជ្រុញចិញ្ចាំទាំងឆ្ងល់ហេតុអីក៏ត្រូវចំណាយពេលច្រើន1ម៉ោងនៅទីនេះស្មើនឹង438,000ម៉ោងនៅខាងក្រៅខ្ញុំអស់សំណើចអញ្ចឹងខ្ញុំត្រូវចំណាយពេល400,000ម៉ោងជាងហើយនៅក្នុងបណ្ណាល័យនេះគេសើចហើយអង្គុយអានយ៉ាងស្ងប់ស្ងាត់ខ្ញុំអានសៀវភៅរបស់ខ្ញុំដូចគ្នាដល់ម៉ោងចេញលេងហើយសំឡេងលាន់ឮមកពីខាងក្រៅបញ្ជាក់ថាដល់ម៉ោងចេញលេងអញ្ចឹងបានន័យថាខ្ញុំមកទីនេះអស់រយៈពេលជិត1ម៉ោងហើយកាត់ពេលដែលខ្ញុំនៅក្នុងឋានៈកាត់ពេលដែលខ្ញុំដើរតាមផ្លូវមក10នាទីទៀតចាំត្រឡប់ទៅវិញក៏មិនអីដែរចុះនាងមិនខ្លាចទេដែលត្រូវមកអង្គុយអានសៀវភៅតែម្នាក់ឯងបែបនេះខ្ញុំនិយាយទៅកាន់នាងក្នុងខណៈដែលពេលនេះនាងមិនបាននៅអង្គុយតុរបស់នាងនោះទេនាងបាត់ទៅណាសៀវភៅរបស់នាងបើកមួយសន្លឹកម្ដងហាក់ដូចជាមាននរណាចាំបើកអញ្ចឹងប៉ុន្តែនៅទីនេះគ្មានមនុស្សទេរស្មីខ្ញុំងើបឈរសន្សំទាំងបេះដូងលោតខ្លាំងអំបញ្ញមិញនាងនៅទីនឹងច្បាស់ណាស់មិនអាចថានាងដើរចេញលឿនយ៉ាងនេះទេខ្ញុំសម្លឹងមើលសៀវភៅដែលកំពុងតែបើកមើលនោះអត់ព្រិចរស្មីសំឡេងសើចយ៉ាងក្រលួចគួរឲ្យខ្លាច
រស្មីនៅអង្គុយទីនោះយ៉ាងពិតប្រាកដគ្រាន់តែខ្ញុំមើលមិនឃើញនាងតែប៉ុណ្ណោះនាងគឺជាខ្មោចសុកខ្យល់ក៏បក់មកយ៉ាងខ្លាំងមេឃក៏ចាប់ផ្ដើមងងឹតរកលចង់ភ្លៀងគ្រប់បង្អួចទាំងអស់ស្រាប់តែបិទខ្លាំងលឺសូរក្រាំងខ្ញុំដល់ម៉ោងចូលរៀនហើយសំទោសណាខ្ញុំមិនអាចនៅកំដរនាងនោះទេខ្ញុំប្រញាប់រត់ចេញដើម្បីឲ្យឆាប់បានចេញពីទីនេះរត់មកដល់មាត់ទ្វារស្រាប់តែទ្វារបោកមកយ៉ាងខ្លាំងត្រូវនឹងកែងដៃរបស់ខ្ញុំភ័យយ៉ាងខ្លាំងខំរុញទ្វារចេញមួយទំហឹងរហូតដល់ទ្វាររបើករត់មកដល់ខាងក្រៅមេឃងងឹតកាន់តែខ្លាំងហើយមានខ្យល់បោកបក់យ៉ាងសាហាវខ្ញុំយកដៃខ្ទប់ភ្នែកព្រោះដីហុយចូលភ្នែកយ៉ាងច្រើនលើសលប់បន្ទាប់មកក៏ដួលព្រុសទៅលើដីនៅពេលដែលខ្យល់ចុងក្រោយបក់មួយទំហឹងមកហើយខ្យល់អីក៏សម្បើម្លេះខ្ញុំងើបឈរហើយប្រឹងបើកភ្នែកដើម្បីរកផ្លូវរត់ទៅទៀតប៉ុន្តែខ្ញុំបែរជារកផ្លូវដែលខ្ញុំត្រូវដើរនោះមិនឃើញទេសំឡេងកណ្ដឹងរូយ៉ាងខ្លាំងបញ្ជាក់ថាដល់ម៉ោងចូលរៀនហើយព្រោះឃើញសិស្សានុសិស្សទាំងអស់ដណ្ដើមគ្នារត់ចូលទៅក្នុងថ្នាក់រៀនរៀងខ្លួនថ្នាក់រៀនដែលជាអគារ2ឬ3ជាន់មានសំឡេងកណ្ដឹងមកពីណាពីព្រឹកមិញគឺគ្មានទេខ្ញុំសម្លឹងមើលទស្សនភាពជុំវិញទាំងស្រឡំកាំងអគាររបស់សិស្សទាំងអស់គឺស្រស់ស្អាតហើយមានច្រើនជាន់មិនតែប៉ុណ្ណោះមានសួនច្បារស្រស់ស្អាតទៀតផងដងទង់ជាតិដែលនៅកណ្ដាលហាក់រក្សាសភាពដដែលប៉ុន្តែផ្លាស់ប្ដូរនៅទ្រង់ទ្រាយមួយចំនួនដែលមើលទៅមានលក្ខណៈទាន់សម័យកន្លែងណាអីចេះមិនមែនជាសាលាខ្ញុំទេប៉ុន្តែដូចជានឹងហើយខ្ញុំដើរដូចជាយល់សមចូលទៅក្នុងវងសិស្សទាំងអស់ដើម្បីទៅកាន់ថ្នាក់រៀនរបស់ខ្ញុំតែខ្ញុំដូចជាមិនប្រកាសចិត្តតលទេសោះអូនថ្នាក់ទី 8S នៅខាងណានៅអគារមួយទៀតនិយាយតែប៉ុណ្ណឹងគេមើលលើមើលក្រោមខ្ញុំបន្តិចរួចក៏រត់ចេញបាត់ទៅមែនហើយសម្លៀកបំពាក់របស់ខ្ញុំបើប្រៀបធៀបជាមួយនឹងពួកគេគឺស្រែសម្បើមណាស់វាមិនដូចកាលពីព្រឹកមិញនោះទេខ្ញុំចាប់ផ្ដើមរត់ទៅអគារមួយទៀតដើម្បីទៅថ្នាក់ទី 8S របស់ខ្ញុំទៅដល់មាត់ទ្វារខ្ញុំបំរុងថានឹងចូលទៅក្នុងថ្នាក់ប៉ុន្តែក៏ត្រូវឈប់នៅត្រឹមមាត់ទ្វារសិស្សនៅទីនេះមានប្រហែល30នាក់មិនមែន13នាក់ដោយដែលខ្ញុំបានឃើញកាលពីព្រឹកនោះទេមានរឿងអីកើតឡើងខ្ញុំក្រឡេកមើលទៅលើក្តារខៀនក៏ចៃដន្យឃើញថ្ងៃទីដែលលោកគ្រូសរសេរនៅលើនោះវាគឺជាថ្ងៃច័ន្ទទី1វិច្ឆិកាឆ្នាំ2069ឆ្នាំ2069ស្អីគេខ្ញុំប្រញាប់រត់ចេញពីអគារដើម្បីរកមើលបណ្ណាល័យនោះប៉ុន្តែកន្លែងដែលជាបណ្ណាល័យនោះคล้ายទៅជាអគារសម្រាប់សិក្សាទាំងអស់មិនមានបណ្ណាល័យអីនោះទេមិនអាចคล้ายទៅជាអីចឹងទេនេះជាឆ្នាំ2069អញ្ចឹងមានន័យថាវាកន្លងផុតអស់រយៈពេល50ឆ្នាំហើយសុកខ្ញុំក៏នឹកឃើញដល់សម្ដីរបស់រស្មី1ម៉ោងនៅទីនេះស្មើនឹង 438,000 ម៉ោងនៅខាងក្រៅមិនអាចទេគ្មានរឿងបែបហ្នឹងនោះទេខ្ញុំប្រញាប់ទិញក្រដាសចេញមករួចហើយក៏យកលេខ 438,000 ទៅចែកនឹង 24បន្ទាប់ពីឃើញចម្លើយហើយខ្ញុំក៏ត្រូវយកវាទៅចែកជាមួយនឹង365ថ្ងៃ50ឆ្នាំដូច្នេះនេះគឺជាឆ្នាំ2069យ៉ាងពិតប្រាកដរស្មីមិនបាននិយាយលេងទេខ្ញុំយកដៃខ្ទប់មុខទាំងក្រពុលមុខតើខ្ញុំគួរទៅទីណាខ្ញុំគួរទៅធ្វើអ្វីមុនខ្ញុំគួរតែទៅប្រាប់អ្នកណាតើមានអ្នកណាគេជឿខ្ញុំនឹងហើយពីព្រឹកខ្ញុំមើលងាយថាសាលាចាស់ដល់ពេលនេះខ្ញុំបែរជាមានអារម្មណ៍ថាស្ទើរស្លាប់ជាមួយនឹងសាលាថ្មីនេះហើយព្រឹកមិញខ្ញុំដេញប៉ាម៉ាក់ថាមិនបាច់មកយកខ្ញុំតែពេលនេះខ្ញុំបែរជាចង់ជួបពួកគាត់
anh mình toàn trô riêng tê rứ nhưng cho cẳng sầm lăng mưa nụ vơi chùm nà mà nèอายุประมาณជាង60ឆ្នាំកាត់សក់ក្តោបខ្លីតែវ័យរបស់គាត់សំតែចូលនិវត្តន៍ច្រើនជាងមិនមែននៅធ្វើការនោះទេខ្ញុំឯងទៅតែចូលរៀនថ្មីឬខ្ញុំងក់ក្បាលទាំងរលីងរលោងទឹកភ្នែកចាឯងឈ្មោះអីម៉ាយ៉ាគាត់ស្រាប់តែបើកផ្នែកធំសម្លឹងមើលមកខ្ញុំឥតព្រិចនៅឆ្នាំនោះឆ្នាំ2019រឿងក្តីបាត់ខ្លួនរបស់ឯងធ្វើឲ្យផ្អើលទូទាំងសាលាដូច្នេះហើយបានជាខ្ញុំនៅតែចាំឯងមិនភ្លេចខ្ញុំគឺរីតាណាឯងចាំបានទេហេតុអីក៏ឯងនៅតែដដែលលោកព្រះគាត់គឺជារីតាដែលមានសក់ក្តោបខ្លីតែឥឡូវក៏នៅតែដូចមុនរឿងអីដែលខ្ញុំចាំមិនបានបើវាទើបតែកន្លងផុតទៅមិនទាន់ទាំងដល់2ម៉ោងផងតាខ្ញុំមិនបាត់ខ្លួនទៅណាទេខ្ញុំចូលទៅក្នុងបណ្ណាល័យមួយដើម្បីអានសៀវភៅប៉ុន្តែរយៈពេល1ម៉ោងនៅទីនោះវាស្មើនឹង50ឆ្នាំនៅទីនេះថាម៉េចរីតាយកដៃខ្ទប់មាត់ទាំងរន្ធត់ចិត្តបូករួមទាំងខ្ញុំដែរចុះប៉ាម៉ាក់របស់ខ្ញុំគាត់តាមរកនាងឡើងដូចមនុស្សស្គួតពេលនេះពួកគាត់ទទួលអនិច្ចកម្មអស់ហើយប៉ុន្តែម៉ាក់របស់នាងមានកូនប្រុសម្នាក់ទៀតណាពេលនេះកំពុងតែរស់នៅឯស្រុកកំណើតខ្ញុំប្រាំងមួយខណៈនៅពេលដែលរីតាប្រាប់បែបនោះអរគុណហើយខ្ញុំនឹងប្រញាប់ទៅរកគេទៅរកសាច់ញាតិចុងក្រោយដែលមានសេះសល់សម្រាប់ខ្ញុំនៅក្នុងពិភពលោកនេះតែម៉ាយ៉ាឈប់សិនកុំតន់អើទៅណានាងគ្មានកន្លែងស្នាក់នៅទេនាងទៅស្នាក់នៅផ្ទះរបស់ខ្ញុំបានណាខ្ញុំចង់ដឹងរឿងលម្អិតនៅពីក្រោយរឿងបាត់ខ្លួនរបស់នាងសំទោសរេតាខ្ញុំគ្មានអារម្មណ៍សេះសល់សម្រាប់បកស្រាយអ្វីទាំងអស់សម្រាប់ខ្ញុំពេលនេះហាក់បីដូចជាការយល់សប្តិមួយដែលមិនទាន់ក្រោកតែប៉ុណ្ណោះនៅពេលដែលខ្ញុំក្រោកអ្វីប្រហែលជាប្រសើរឡើងវិញខ្ញុំអាចកំពុងតែគេងនៅក្នុងបន្ទប់របស់ខ្ញុំផងក៏ថាបានទេមិនមែនទេខ្ញុំច្បាស់ជាគេងនៅក្នុងបន្ទប់របស់ខ្ញុំប្រកបណាស់នេះគឺជារឿងយល់សប្តិពិតប្រាកដខ្ញុំរត់បណ្ដើរយំបណ្ដើររយៈពេលតែ1ម៉ោងសោះអ្វីក៏ប្រែប្រួលយ៉ាងសាហាវហួសពីការរំពឹងទុកនៅលើលោកនេះមានរឿងច្រើនណាស់ដែលយើងនឹកស្មានមិនដល់ប៉ុន្តែរឿងដែលកើតឡើងចំពោះខ្ញុំក្នុងថ្ងៃនេះវាលើសពីអ្វីដែលខ្ញុំអាចទទួលយកបានប៉ាម៉ាក់ខ្ញុំសុំទោសបើអាចទាញវេលាឲ្យថយក្រោយបានកូននឹងមិនខឹងប៉ាម៉ាក់នោះទេហើយកូនក៏មិននិយាយពាក្យសម្ដីធ្វើឲ្យប៉ាម៉ាក់ជឿចាប់នៅថ្ងៃចុងក្រោយដែលយើងបានជួបគ្នានោះដែរកូនសុំទោសមិននឹកស្មានថាមានរឿងបែបនេះសោះដូច្នេះហើយមុននឹងនិយាយត្រូវគិតឲ្យបានល្អិតល្អន់ព្រោះថាអ្វីនៅលើโลกនេះគឺមិនទៀងយើងអាចគ្មានពេលត្រឡប់ទៅកែកំហុសនោះបានទេខាងខ្ញុំរត់បុកនឹងនរណាម្នាក់ដែលរត់បញ្ច្រាស់រហូតរកកលចង់ដួលទោសសុំទោសខ្ញុំប្រញាប់ពេកមិនបានមើលខ្ញុំងើយមើលមុខនាងទាំងមិនបានព្រៀងទុកហើយក៏ភ្ញាក់រស្មីនាងជារស្មីក្មេងស្រីនោះធ្វើមុខលីលើភាំងហើយក៏ញាក់ស្មាត្រូវហើយមិនបានជាស្គាល់ឈ្មោះខ្ញុំគឺខ្ញុំមិនទាន់នឹងបាននិយាយអីផងនាងក៏ដើរចេញទៅបាត់នាងគឺជានាងនឹងហើយនាងគឺជារស្មីតើមានរឿងអ្វីកើតឡើងទៅអត់អីទេពេលខ្ញុំភ្ញាក់ឡើងលែងអីហើយខ្ញុំលួងលោមខ្លួនឯងហើយរត់ចាក់ចេញពីទីនោះមកយ៉ាងលឿនមិនអីទេបន្តិចទៀតខ្ញុំភ្ញាក់ហើយសំមុខខ្ញុំហើយដែលមើលងាយស្រឡាច់ចាស់តែពេលនេះសាលាក៏ថ្មីហើយតាសំមុខខ្ញុំហើយដែលមើលងាយគេស្លៀកពាក់ក៏ក្រិចតែពេលនេះពួកគេស្លៀកពាក់ស្អាតជាងខ្ញុំទៀតសំមុខខ្ញុំហើយដែលហាមប៉ាម៉ាក់មិនឲ្យមកពេលនេះពួកយើងលែងបានជួបគ្នារហូតហេតុអ្វីក៏មកធ្វើបាបខ្ញុំគ្រាន់តែមានចិត្តចង្អៀតចង្អល់ប៉ុន្តែខ្ញុំមិនដែលប៉ះពាល់ដល់អ្នកណានោះទេ
សូមរងចាំនៅភាគបន្ត